បាទសូមជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះឈូមេងឈាមពីក្រុម AU5 សម្រាប់ថ្ងៃនេះខ្ញុំមកធ្វើការ run លំហាត់ដែលគ្រូបានដាក់ឲ្យសម្រាប់ការងារទី1គឺ record អំពី user management ដែលក្នុងនោះយើងមាន requirement ចំនួន9បាទលោកគ្រូបានបង្ហាញដែលឲ្យយើងធ្វើនេះអញ្ចឹងសម្រាប់ដំបូងធ្វើការចូលមកកម្មវិធី PowerShell អញ្ចឹងសម្រាប់ comment ដំបូងគ្រូបានដាក់ឲ្យហ្នឹងគឺតាក់ទងនឹង who am I អញ្ចឹងយើងធ្វើការ who am I យើងធ្វើការ comment who am I សិន am I អញ្ចឹងសម្រាប់ comment who am I នេះគឺយើងប្រើសម្រាប់យើងកំពុងប្រើនៅ user មួយណាអញ្ចឹងខ្ញុំកំពុងនៅ user ឈ្មោះ Chia ហើយបន្តមកទៀតទី2គឺតាក់ទងប្រើ comment pwd អញ្ចឹងសម្រាប់ comment pwd គឺយើងប្រើសម្រាប់យើងចង់បង្ហាញថាយើងកំពុងស្ថិតនៅក្នុង directory ណាមួយអញ្ចឹងខ្ញុំកំពុងស្ថិតក្នុង directory home ឈ្មោះ user Chia ហើយសម្រាប់ទី3គឺយើងធ្វើការចូលទៅបង្កើតជាមួយ user ថ្មី create user include home and base script អញ្ចឹងយើងធ្វើការវាយចំណុចសិន sudo dot user add base យើងធ្វើការsay command នេះគឺក្នុងគោលបំណងធ្វើការ add user មួយដែលមានឈ្មោះ Media អញ្ចឹងធ្វើការចុច enter មកអញ្ចឹងបន្ទាប់ចុច enter ហើយយើងធ្វើការចូលទៅសម្រាប់លំហាត់ទី4នេះយើងធ្វើការ switch ទៅកាន់ user ថ្មីអញ្ចឹងធ្វើការបដូរមកកាន់ user ដែលបានបង្កើតមិញហ្នឹងមកដូចយើងប្រើ command sudo su ជាមួយនឹងឈ្មោះ user បានបង្កើតមិញsudo su អូខេអញ្ចឹងបន្ទាប់ពីយើងបដូរមកហើយយើងធ្វើការចូលទៅបង្ហាញ user ថ្មីហ្នឹងជាមួយគេយើងប្រើ command ដដែល who am I បាទបច្ចុប្បន្នខ្ញុំបាន switch មកហើយជាមួយ user ថ្មីទៅបង្កើតឈ្មោះ Meiji អញ្ចឹងបន្ទាប់ពីយើង switch មកហើយសម្រាប់ទី6នេះគឺយើងធ្វើការចេញពី home directory សិនអញ្ចឹងយើងធ្វើការcomment comment cd enter ហើយបន្តមកទៀតទី7យើងធ្វើការចូលទៅបង្កើត folder ថ្មីមួយហើយនឹងយើងចូលទៅបង្ហាញឈ្មោះ folder ហ្នឹងអញ្ចឹងដើម្បីយើងបង្កើត folder ថ្មីបានគឺយើងប្រើ comment mkdir making directory ហើយ folder ដាក់ឈ្មោះ su5 យើងធ្វើការ enter មកដល់យើងបង្កើតហើយយើងធ្វើការចូលទៅបង្ហាញទៅប្រើ comment ls ដើម្បីបង្ហាញឈ្មោះ folder យើងបានបង្កើតអញ្ចឹងបន្ទាប់ពីខ្ញុំបង្កើតនិងបង្ហាញគឺឈ្មោះ su5 ហើយបន្តមកទៀតចំណុចទី8បន្ទាប់យើងបង្កើត folder ទី7ហើយយើងធ្វើការចេញទៅ user ដើមរបស់យើងវិញអញ្ចឹងដើម្បីយើងចេញទៅ user ដើមរបស់យើងប្រើ comment exit យើង enter មកហើយបន្ទាប់មកហើយយើងចូលទៅបង្ហាញម្ដងទៀតthìយើងកំពុងនៅ user ដើមអត់បានខ្ញុំកំពុងនៅ user ដើមខ្ញុំឈ្មោះ Chia មកវិញហើយអញ្ចឹងបន្ទាប់ពីយើងធ្វើការចេញទៅ user ដើមហើយចំណុចចុងក្រោយទី9គឺយើងធ្វើការចូលទៅបង្ហាញ user list អញ្ចឹងដើម្បីយើងបង្ហាញ user list បានយើងត្រូវប្រើ comment cat log clear etc passwd យើងធ្វើការ enter បាទនេះគឺជាឈ្មោះ main ជាខ្ញុំបានបង្កើតមុននឹងបន្តិចហើយបន្ទាប់ពីយើងធ្វើការបង្ហាញហើយយើងអាចលុបវាវិញបានអញ្ចឹងបើសិនតែយើងចង់លុបវាយើងគាត់ប្រើ comment sudo dot clear user dir ជាមួយនឹងឈ្មោះ
ដែលយើងចង់លុបវាវិញហ្នឹងធ្វើការ enter មកបន្តទៀតយើងចូលទៅបង្ហាញម្ដងទៀតដែលយើងប្រើ comment ដដែល cat តទៀត slash etc slash enter អញ្ចឹងយើងបាត់ឈ្មោះហ្នឹង គឺសម្រាប់លំហាត់ទី1 ទី9 គឺមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ